បើពេលនេះកំពុងតែធ្លាក់ខ្លួនខ្លាំងទម្លាក់ចោលទម្លាប់ទាំងប៉ុន្មាននេះមិនយូរប៉ុន្មានទេអ្នកនឹងងើបរួចឡើងវិញ 1. ទម្លាក់មុខមាត់ចោលមានតែអ្នកជោគជ័យមានលុយមានអំណាចប៉ុណ្ណោះទើបចង់បានមុខមាត់បើពេលនេះយើងកំពុងតែធ្លាក់ខ្លួនខ្លាំងគ្រាន់តែបាយ3ពេលដោះស្រាយមិនចង់រួចផងយកមុខមាត់មកធ្វើអីពេលនេះរឿងដែលសំខាន់ជាងគេគឺរកលុយពេលមានលុយមានទួនាទីមុខមាត់នឹងរត់មករកអ្នកដោយខ្លួនឯង 2. ទម្លាក់ទម្លាប់រអ៊ូរទាំចោលទោះបីជាពេលនេះធ្លាក់ខ្លួនប៉ុណ្ណាក៏ដោយក៏មិនត្រូវដើរនិយាយប្រាប់គេដែរគ្មានអ្នកណាអាណិតអ្នកនោះទេរឹតតែធ្វើឲ្យគេមើងងាយអ្នកថ្ងៃក្រោយរកស៊ីសហការរឹតតែពិបាកបើខ្លួនក្រខ្លួនពិបាកបិទមាត់ឲ្យជិតទៅហើយអោនក្បាលខំរកវិញចាំថ្ងៃក្រោយមានបានចាំទៅរកមិត្តភ័ក្តិសប្បាយសាទរក៏មិនយឺតពេលដែរ 3. ទម្លាក់ទម្លាប់ស្ដីបន្ទោសខ្លួនឯងចោលបើថត់ទៅហាត់ប្រាណបើអត់ចេះទៅរៀនបើអត់លុយទៅរកទៅក៏មួយថ្ងៃស្ដីបន្ទោសតែខ្លួនឯងថាខ្លួនមិនកើតខ្លួនមិនចេះខ្លួនគ្មានលុយគ្មានអ្នកណាមកយល់ចិត្តយើងទេមានតែយើងទេដែលអាចលួងលោមខ្លួនឯងបាន 4. ទម្លាក់កំហឹងចោលនៅពេលខ្លួនអត់ត្រូវតែចេះខំមាត់សង្កត់ចិត្តខឹងធ្វើឲ្យខាតលៀបខឹងធ្វើឲ្យខូចកិច្ចការធំទោះបីជាពេលនេះជួបរឿងមិនសមបំណងក៏ដោយគេជេរស្ដីយ៉ាងម៉េចក៏ដោយក៏កុំតបសម្ដីឲ្យសោះប្រឹងឲ្យខ្លាំងឡើងឲ្យខ្ពស់អ្នកនឹងលែងស្ដាប់ឮសម្លេងរំខានទាំងអស់នោះហើយ